លោកខួនស្រេងចុះពិនិត្យមើលលូបន្លាយនិងស្ថានីយបូមទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោនិងខណ្ឌមានជ័យនេះព្រឹកថ្ងៃទី4ខែមិថុនាឆ្នាំ2025នេះលោកខួនស្រេងអភិបាលរាជធានីភ្នំពេញបានដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌនិងមន្ទីរជំនាញចុះពិនិត្យមើលលូបន្លាយនិងស្ថានីយបូមទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោនិងខណ្ឌមានជ័យដើម្បីធ្វើយ៉ាងណាឲ្យចរន្តទឹកហូរបានលឿនបញ្ជៀសបាននូវការជន់លិចដោយចំនួនទឹកភ្លៀងជូនប្រជាពលរដ្ឋនារដូវវស្សានេះ ឯកឧត្តមខួនស្រេងបានចុះពិនិត្យការស្ដារបន្លាយភូមិមកចាប់ពីបន្លាយលូ5រហូតដល់ស្ថានីយបូមទឹកបឹងទំពុនពិនិត្យការស្ដារបន្លាយបឹងទំពុនរហូតមកដល់ផ្លូវ60ម៉ែត្រឆ្ពោះទៅស្ទឹងជ្រៅបន្តចុះពិនិត្យបន្លាយបឹងជើងឯកត្រង់ចំណុចប្រសពជាមួយមហាវិថីឈុនកុងខណៈទីតាំងនេះកំពុងសាងសង់ស្ពានឆ្លងកាត់លោកសំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថាការចុះពិនិត្យមើលបន្លាយលូខាងលើនេះលោកខួនស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងពីរ នៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញស្ដារបន្លាយភូមិមកចាប់ពីបន្លាយលូ5រហូតដល់ស្ថានីយបូមទឹកបឹងទំពុនទៅផ្លូវ60ម៉ែត្រឆ្ពោះទៅស្ទឹងជ្រៅឲ្យបានលឿនដើម្បីធានាឲ្យទឹកហូរពីភាគខាងត្បូងរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿនបន្ថែមពីនេះទៀតឯកឧត្តមអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌមានជ័យនិងខណ្ឌដង្កោបន្តការដោះស្រាយផលប៉ះពាល់បន្លាយភូមិមក ដែលនៅសេសសល់ពីការដោះស្រាយផលប៉ះពាល់របស់គណៈកម្មាធិការអន្តរក្រសួងឲ្យបានរួចរាល់ដើម្បីឲ្យក្រុមការងារអាចដាក់គ្រឿងចាក់ចូលស្ដារបន្លាយនេះបានទៅតាមទំហំនៃប្លង់បន្លាយលូក្នុងរាជធានីភ្នំពេញជាងនេះទៅទៀតលោកបានជំរុញឲ្យការសាងសង់ស្ថានីយបូមទឹកលូ5និងស្ថានីយបូមទឹកបឹងទំពុនឲ្យបានលឿននិងរួចរាល់ក្នុងខែកក្កដាខាងមុខនេះដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាទឹកលិចលង់នៅភូមិសាស្ត្ររាជធានីភ្នំពេញ លោកសំពិសិដ្ឋបានបញ្ជាក់ថាបើតាមគម្រោងស្ថានីយបូមទឹកលូ5នឹងរួចរាល់នៅចុងខែមិថុនានេះហើយស្ថានីយបូមទឹកបឹងទំពុនថ្មីដែលសាងសង់បន្ថែមនឹងរួចរាល់ដាក់ឲ្យដំណើរការបាននៅថ្ងៃទី15ខែកក្កដានេះនេះព្រឹកដដែលលោកខួនស្រេងបានបន្តចុះពិនិត្យបន្លាយបឹងជើងឯកត្រង់ចំណុចប្រសពជាមួយមហាវិថីឈុនគង់ដែលទីតាំងនេះក្រុមការងារបាននឹងកំពុងសាងសង់ស្ពានដោយគណៈពេលនោះ ឯកឧត្តមអភិបាលបានណែនាំឲ្យការដ្ឋានកាយភក់បន្លាយឲ្យបានធំដើម្បីឲ្យទឹកហូរបានលឿន។